ចឹងយើងធ្វើអីត្រូវតែមាន scope ឲ្យច្បាស់លាស់បើសិនជាយើងធ្វើអត់មាន scope ទេ product មួយហ្នឹងគឺប្រកាសជាធ្វើអត់ចេះចប់អាហ្នឹងគឺជាបញ្ហារបស់យើងបងប្អូនគ្នាដឹងថាហេតុអីបានផលិតផល technology យើងហៅថា tech product ហ្នឹងភាគច្រើនគឺសិតតែមាន version ហ្នឹងមិនមែនភាគច្រើនទេបងប្អូនគ្នាទាំងអស់គឺសិតតែមាន version របស់វាទាំងអស់ឧទាហរណ៍ដូចយើងមាន model AI របស់យើងចុះអញ្ចឹង model AI វាមាន model មកកណ្ដោមាន GPT 1 GPT 2 GPT 3 Claude យើងមាន Sonnet យើងមាន Haiku យើងមានអីចឹងណាបងប្អូនគ្នាយើងមានច្រើន Windows យើងមាន Windows 7 Windows 8 Windows XP Windows Vista អញ្ចឹងវាសិតតែមាន version របស់វាទាំងអស់ហើយអានេះគឺជា mindset មួយដែលយើងត្រូវតែ adopt វាបើសិនជាយើងជា software developer អូខេអញ្ចឹងសំណួរសួរថាហេតុអីបានយើងចាំបាច់មាននៅ version ព្រោះថា product នីមួយៗហ្នឹងគឺវាអាច perfect បានទេទោះជាវា perfect ក៏វា perfect នៅក្នុងតែកំឡុងពេលណាមួយអញ្ចឹងនៅពេលដែលពេលវេលាកាន់តែទៅមុខ product មួយហ្នឹងប្រកាសជាឡើង perfect ឯង bug អីប្រកាសជាមានអីបន្តអញ្ចឹងអានេះគឺជាមូលហេតុដែលយើងមាន version នៅក្នុងការ release នៅ product របស់យើងហ្នឹងអញ្ចឹង Windows XP Windows 7 Windows 8ប្រកាសជាមាន bug ប្រកាសជាមាន limitation អីមួយចំនួនអញ្ចឹងដើម្បីអាច fix នៅបញ្ហា improve នៅបញ្ហាទាំងអស់ហ្នឹងបានដែលមាននៅក្នុង Windows ហ្នឹងគឺគេចេញ Windows 10គេចេញ Windows 11ដើម្បី fix នៅបញ្ហាទាំងអស់ហ្នឹងដើម្បី improve នៅបញ្ហាទាំងអស់ហ្នឹងអញ្ចឹងនៅក្នុងវិស័យ software development ហ្នឹងនៅពេលដែលយើងធ្វើអីមួយយើងត្រូវតែមាន scope ឲ្យច្បាស់ថាពីមួយ version ទៅមួយ version ហ្នឹងយើងមាននៅ feature អីខ្លះដែលយើងត្រូវតែធ្វើវាជំហានរបស់យើងដើរបានប៉ុណ្ណានៅក្នុង version មួយហ្នឹងអញ្ចឹងឧទាហរណ៍ថា video generation មុនដំបូងបងប្អូនគ្នាដឹងហើយថាវីដេអូ Will Smith គាត់ហូបមីវីដេអូហ្នឹងគឺដំបូងគឺមើលយល់ប៉ុន្តែយើងត្រូវតែ release ព្រោះថាហ្នឹងជា version ទី1របស់យើងអីដែលវាធ្វើបានគឺប៉ុណ្ណាអញ្ចឹងហើយនៅពេលដែលគេចង់ improve ទៅលើ model មួយហ្នឹងក៏គេធ្វើនៅ model ផ្សេងថ្មីទៀតដើម្បី fix ដើម្បី improve ទៅលើ model ចាស់របស់គេហ្នឹងអញ្ចឹងយើងធ្វើអីត្រូវតែមាន scope ឲ្យច្បាស់លាស់បើសិនជាយើងធ្វើអត់មាន scope ទេ product មួយហ្នឹងគឺប្រកាសជាធ្វើអត់ចេះចប់អាហ្នឹងគឺជាបញ្ហារបស់យើងអញ្ចឹងយើងត្រូវតែ adopt នៅ mindset នឹងទាំងអស់គ្នាថាពីមួយ version ទៅមួយ version យើងត្រូវមាន scope វាច្បាស់ថាយើងធ្វើអីសម្រាប់ version មួយហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើចប់ scope ប៉ុណ្ណឹងយើង release យើង party ប៉ុណ្ណឹងសិនហើយដល់ពេលដែលចូល version បន្ទាប់បានយើង list feature វាបន្តមកថា version បន្ទាប់ហ្នឹងយើងត្រូវធ្វើអីគេខ្លះដល់ពេលដែលធ្វើចប់ប៉ុណ្ណឹងយើងបិទវាម្ដងហើយចាំយើងទៅធ្វើម្ដងទៀតអញ្ចឹងនៅពេលដែលយើងធ្វើអញ្ចឹងបានproduct របស់យើងហ្នឹងគឺវាដំណើរការទៅបានអញ្ចឹងហើយបើយើងមាន Windows 7 Windows 8 Windows 10 Windows 11យើង product technology ហ្នឹងគឺត្រូវតែដើរតាម mindset មួយហ្នឹងជាដាច់ខាតតែម្ដង